បាទសូមគោរពជំរាបសួរដល់អស់លោកអ្នកបងប្អូនលោកគ្រូអ្នកគ្រូនិងអ្នកសំណប់របស់ព្រះទាំងអស់ជាទីគោរពរាប់អានពិតណាស់ក្នុងនាមយើងជាគ្រីស្ទបរិស័ទយើងតែងតែមានទំនាក់ទំនងជាមួយគ្នាយើងតែងតែផ្ដល់នូវក្តីស្រឡាញ់ចំពោះគ្នាយើងតែងតែលើកទឹកចិត្តដល់គ្នាទៅវិញទៅមកអស់លោកអ្នកបងប្អូនជាទីមេត្រី5នាទីរាល់ថ្ងៃដើម្បីស្ដារទំនាក់ទំនងលោកអ្នកជាមួយនឹងព្រះឡើងវិញ5នាទីរាល់ថ្ងៃដើម្បីស្ដារទំនាក់ទំនងជាមួយនឹងក្រុមគ្រួសាររបស់អស់លោកអ្នកបងប្អូនឡើងវិញ5នាទីរាល់ថ្ងៃដើម្បីស្ដារទំនាក់ទំនងជាមួយនឹងរបស់គ្រប់សារពើដែលព្រះបានបង្កើតមកអស់លោកអ្នកបងប្អូនជាទីរាប់អាននៅថ្ងៃនេះខ្ញុំសូមបានលើកនៅក្នុងព្រះគម្ពីរទំនុកដំកើងដែលតពីម្សិលមិញគឺនៅក្នុងខគម្ពីរទំនុកដំកើងចំពុកលេខ91ហើយថ្ងៃនេះគឺយើងនឹងបញ្ចប់ជាមួយគ្នានៅថ្ងៃខទី8ដល់ខទី16ខ្ញុំបាទសូមបានអានជូនសម្រាប់អស់លោកអ្នកបងប្អូនខ8ឯងនឹងបានត្រឡប់ឃើញការតបស្នងដល់ពួកមនុស្សអាក្រក់ដោយភ្នែកតែប៉ុណ្ណោះទេខ9ពីព្រោះឯងបានថាព្រះយេហូវ៉ាជាពឹងជ្រកនៃឯងគឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់ឯងខ10យ៉ាងនោះឯងនឹងគ្មានសេចក្តីអាក្រក់ណាកើតឡើងដល់ឯងឡើយក៏គ្មានវេទនាណាមកចិត្តទីលំនៅរបស់ឯងដែរត្បិតទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ពីដំណើរឯងឲ្យបានថែរក្សាឯងក្នុងគ្រប់ទាំងផ្លូវរបស់ឯងខ12វេទនាទេវតាខ12ទេវតាទ្រង់សំទោសទេវតាទាំងនោះនឹងទ្រឯងដោយដៃក្រែងជើងឯងទំគិចនឹងថ្មខ13ឯងនឹងជន់លើទាំងសត្វសឹងហើយនឹងពស់ហនុមានផងឯសឹងស្ទាវនឹងនាគនោះឯងនឹងអាចជន់ឈ្លីដោយជើងបានខ14ដោយព្រោះវាបានយកអញជាទីស្រឡាញ់នោះអញនឹងជួយឲ្យរួចអញនឹងតាំងឡើងយ៉ាងខ្ពស់ពីព្រោះវាបានស្គាល់ឈ្មោះអញវានឹងអំពាវនាវដល់អញហើយអញនឹងឆ្លើយតបអញនឹងនៅជាមួយនឹងវាក្នុងគ្រាទុក្ខលំបាកក៏នឹងដោះឲ្យរួចចេញហើយនឹងលើកមុខឲ្យ16អញនឹងឲ្យវាស្កប់ចិត្តដោយអាយុយឺនវែងហើយនឹងបង្ហាញឲ្យឃើញសេចក្តីសង្គ្រោះរបស់អញអាមែននេះគឺជាព្រះបន្ទូលនៅថ្ងៃនេះហើយសូមឲ្យអស់លោកអ្នកបងប្អូនបានដឹងថាជាខមួយដែលលើកទឹកចិត្តខ្ញុំមែនទែនបងប្អូនលោកគ្រូអ្នកគ្រូសូមបានមើលនៅក្នុងខ9ពីព្រោះឯងបានថាព្រះយេហូវ៉ាជាទីពឹងជ្រកនៃឯងគឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់ឯងយ៉ាងនោះនឹងគ្មានសេចក្តីអាក្រក់ណាកើតឡើងដល់ឯងឡើយក៏គ្មានទេវតាណាមកក៏គ្មានវេទនាណាមកចិត្តទីលំនៅរបស់ឯងដែរត្បិតទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ពីដំណើរឯងឲ្យបានថែរក្សាឯងក្នុងគ្រប់ទាំងផ្លូវរបស់ឯងនេះគឺជាសេចក្តីសន្យាដែលព្រះបានមានសម្រាប់យើងជាកូនរបស់ទ្រង់ដូច្នេះសូមអស់លោកអ្នកបងប្អូនទុកចិត្តហើយអំពាវនាវទៅកាន់ព្រះអង្គយើងដឹងថានេះគឺជាការសន្យារបស់ទ្រង់ព្រះអង្គបានសន្យាហើយព្រះអង្គបានធ្វើវាព្រះអង្គមិនដែលភ្លេចពីការសន្យារបស់ទ្រង់ចំពោះយើងនោះឡើយដូច្នេះបងប្អូនចូលរឹងមាំឡើងបន្តដំណើរទៅជាមួយគ្នាហើយភ្នែករបស់យើងបានសម្លឹងទៅឯព្រះអង្គសូមព្រះបានប្រទានពរ